កាលពីព្រេងនាយមានវាលស្មៅដ៏ធំមួយមានសត្វគោនិងក្របីពីរក្បាលរស់នៅជាមួយគ្នាហើយដោយមានជើង4ស្នែង2ស៊ីស្មៅដូចគ្នាគោនិងក្របីក៏រាប់អានគ្នាជាមិត្តភក្តិសម្លាញ់ណែបងក្របីខ្ញុំរស់នៅតំបន់វាលស្មៅនេះអបសុខខ្លាំងណាស់ហើយគ្មានគ្នានិយាយលេងថែមទៀតផងសត្វដទៃទៀតគេមានបពួកដូច្នេះយើងគួរតែរាប់អានគ្នាទៅដោយហេតុថាយើងទាំងពីរមានស្នែងដូចគ្នាមានជើង4ដូចគ្នាហើយក៏ឆេះស្មៅដូចគ្នាទៀតខុសតែសម្បល់ប៉ុណ្ណោះពេលឆេះស្មៅកន្លែងណាមួយគ្រាន់បានជាគ្នាល្អម្យ៉ាងដែរតើគ្រាន់បានជាគ្នាគោនិងក្របីនិយាយគ្នារួចហើយក៏ដើរឆេះស្មៅនៅទីវាលតំបន់នោះច្រើនថ្ងៃកន្លងមកមានសត្វខ្លាមួយក្បាលបានដើរឃើញគោនិងក្របីកំពុងតែស៊ីស្មៅក្នុងចិត្តក៏គិតថាអាយ៉ាចំណៃទេតើសំណាងហើយថ្ងៃនេះយើងមិនសូវឃ្លានទុកឯងឲ្យស៊ីស្មៅសិនចុះចាំថ្ងៃស្អែកចាំយើងមកស៊ីទាំងពីរក្បាលតែម្ដងនិយាយរួចខ្លាក៏ដើរចេញទៅលុះស្អែកឡើងពេលក្របីកំពុងស៊ីស្មៅសត្វខ្លាក៏លូតទៅវាយប្រហារសត្វក្របីនោះពីក្រោយពេលនោះក្របីខំស្រែកហៅឲ្យគោមកជួយខ្លួនតែដោយខ្លាឈឺខ្លួននិងមានរបួសគោក៏សុកចិត្តឈរមើលសត្វក្របីដែលជាមិត្តរបស់ខ្លួនត្រូវរងការវាយប្រហារពីសត្វខ្លាទៅវិញសម្លាញ់គោជួយគ្នាផងខ្លាខាំខ្ញុំហើយខ្លាតែតើជួយមិនកើតទេបើអញចូលទៅជួយច្បាស់ជាស្លាប់ទាំងអញមិនខានអាក្របីនេះទុកឲ្យខ្លាស៊ីទៅចុះពេលនោះក្របីដោយដឹងក្នុងចិត្តថាគោនឹងមិនមកជួយខ្លួនក្របីក៏ស្រែកជេរគោថាអាសត្វគោចង្រៃឯងពិតជាអន់ខ្លាំងណាស់ដែលមិនហ៊ានចូលមកជួយយើងឯងមិនសមជាមិត្តនឹងយើងទេឯងកំសាកណាស់សត្វគោក៏ស្រែកតបទៅក្របីដែលធ្វើឲ្យក្របីស្ដាយក្រោយមិនគួរណារាប់អានវាថាទោះជាឯងមានជើង4ស្នែង2ស៊ីស្មៅដូចយើងក៏ដោយព្រោះយើងមិនយកជីវិតយើងទៅប្រថុយជាមួយនឹងសត្វដូចឯងដែរនិយាយចប់សត្វគោក៏រត់ចេញពីទីនោះបាត់ទៅចំណែកសត្វក្របីដោយឮពាក្យបំបាក់ទឹកចិត្តរបស់សត្វគោវាក៏ត្រូវស្លាប់នឹងក្លាយជាចំណីរបស់ខ្លាបាត់ទៅចំណែកឯសត្វខ្លាក្រោយពីស៊ីសាច់ក្របីឆ្អែតក៏ដើរចេញពីទីនោះហើយនិយាយថាថ្ងៃនេះស៊ីក្របីថ្ងៃក្រោយអញនឹងតាមស៊ីសត្វគោម្ដងទោះជាឯងខំរត់ទៅណាក៏រត់មិនរួចដែរមិត្តភក្តិស្រួលរកខ្លាំងណាស់តែកល្យានមិត្តវិញពិតជាពិបាករកបំផុតសេពគប់មិត្តភក្តិពួកយើងគប្បីស្គាល់និងដឹងពីចរិតពិតរបស់ពួកគេឲ្យបានច្បាស់លាស់ជាមុនសិន